វីដេអូនេះយើងនឹងទៅទស្សនានៅកន្លែងប្រវត្តិសាស្ត្រនៅក្នុងម៉ាឡាកាហើយជាវីដេអូទី8ហើយដែលយើងធ្វើដំណើរកម្សាន្តឥឡូវយើងនឹងដើរមើលត្រួសនៅទីតាំងប្រវត្តិសាស្ត្ររបស់គេហើយទីតាំងនេះគឺដូចជារាជវាំងមួយអញ្ចឹងណាដែលជាសារមន្ទីរហើយរាជវាំងហ្នឹងគឺគេធ្វើពីឈើតែម្ដងអញ្ចឹងយើងនឹងដើរមើលបន្តទៀតនៅអគារផ្សេងអញ្ចឹងអគារភាគច្រើនហ្នឹងគឺជាព្រះវិហារហើយព្រះវិហារដែលគេចូលចិត្តទៅមើលទៀតដែរហ្នឹងគឺព្រះវិហារនៅខាងលើនេះនៅលើភ្នំណាហ្នឹងគេហៅដូចកូនភ្នំមួយអញ្ចឹងគឺគេសាងសង់នៅខាងលើនោះអញ្ចឹងគឺគេហៅព្រះវិហារពោលខ្ញុំមិនដឹងថាជាសាវកពោលឬអីប៉ុន្តែឈ្មោះពោលហើយមានភ្ញៀវទេសចរច្រើនមែនទែនគាត់ទៅនោះប៉ុន្តែវាមានទេសភាពមួយយ៉ាងដែលដោយសារការសាងសង់នៅលើកូនភ្នំអញ្ចឹងយើងអាចមើលទៅខាងក្រោមឃើញអគារផ្សេងទៀតដែរអញ្ចឹងយើងឃើញមានកន្លែងគេតម្កល់សពតម្កល់អីតែខ្ញុំអត់បានមើលថាតើសពហ្នឹងគឺជាលោកពោលដែលជាគ្រូកងវិលឬអីយើងអត់ដឹងដែរអញ្ចឹងយើងឡើងទៅលើមួយតង់ទៀតមិនមានមួយតង់របស់គេមានកន្លែងសញ្ញាព្រួយក្នុងការណែនាំឲ្យយើងទៅដើរមើលជុំវិញព្រះវិហារមួយនេះពេលដែលយើងដើរមើលជុំវិញព្រះវិហារហ្នឹងគឺមានអារម្មណ៍ដូចនៅភ្នំបូកគោយើងតែមានព្រះវិហារនៅខាងលើនឹងមួយដែរហើយហ្នឹងហើយពេលយើងមើលពីក្រៅទៅគឺធំមែនតែនគឺមានដើមឈើមានអីព័ទ្ធជុំវិញចាបើយើងសម័យពីមុនណាប្រហែលជាស្អាតមែនតែនតែបើយើងប្រៀបធៀបអីពេលយើងចូលមកក្នុងគឺយើងឃើញថាវាធំជាងហើយការរៀបចំហ្នឹងក៏មានក្បាច់ក្បូរតាមបែបព្រះវិហាររបស់គេផ្សេងណាអញ្ចឹងយើងឃើញថាគេតម្កល់ហើយមានផ្ទាំងថ្មនិយាយពីប្រវត្តិរបស់គេម្ខាងនិយាយទៅតកតងពីប្រវត្តិសាស្ត្រនៅជុំវិញនឹងដែរនេះឃើញគេបិទចិត្តទេខ្ញុំមិនដឹងអីគេទេយើងអត់បានអានចឹងឃើញផ្ទាំងថ្មដែលគេសរសេរហ្នឹងមានប្រវត្តិសាស្ត្រនៅលើនឹងស្រាប់ហើយតែក៏អានអត់ដាច់ដែរខ្លះទេមានលាយជាភាសាអង់គ្លេសអីចឹងដែរហើយឃើញរូបទូកនេះឃើញរូបទូកហ្នឹងតែសារយើងឃើញទៅខាងក្រៅឃើញមានខាងកន្លែងទេសចរគេដាក់ទូកធំមួយណាតំណាងឲ្យកន្លែងទូកអាចជារសារម៉ាឡាកាគឺកន្លែងដែលគេជាភូមិឬក៏ជាក្រុងមួយដែលគេដឹកជញ្ជូនអីវ៉ាន់ពីខាងចិនខាងឥណ្ឌូនេស៊ីខាងអីពីនាយផ្សេងទៀតណាចឹងបានមានរូបទូកតំណាងតែមានប្រវត្តិសាស្ត្ររបស់គេថែមទៀតតែអត់បានដឹងទេឥឡូវយើងមើលបន្តទៀតឃើញមានភ្ញៀវទេសចរមកគាត់ស្ដាប់កាយបញ្យលផ្សេងតកតងពីបរិះម្នាក់ឈរនេះមិនដឹងថាប្រហែលជាលោកពោលឬអីចឹងយើងមើលពីលើកូនភ្នំទៅហើយយើងស៊ូមទៅយើងអាចឃើញទូកនឹងបានតែគេដាក់តំណាងណាហើយនឹងឯជាអញ្ចឹងនៅលើកូនភ្នំហ្នឹងមានអគារផ្សេងទៀតដែលគេហៅជាប្រវត្តិសាស្ត្របាទគេនៅក្នុងទីក្រុងមួយហ្នឹងដែរអញ្ចឹងយើងមើលស៊ូមមើលទូកហ្នឹងកាន់ចិត្តព្រោះថាយើងអត់ដើរទៅដល់នោះទេហើយមានរយៈពេលខ្លីហើយក៏ហត់ដែរដើរអញ្ចឹងឥឡូវដល់វគ្គយើងចុះមកខាងក្រោមហើយយើងមើលកន្លែងប្រវត្តិសាស្ត្រនេះឃើញឡាននេះដូចជាឡានអីអត់ដឹងទេតែប៉ាថាឡានប៉ែឡានគេទេឡានទឹកគេឥឡូវដើរមកជុំបានដល់កន្លែងដើមវិញហើយនៅខាងមុខព្រះវិហារក្រហមហ្នឹងហើយក៏ដល់ពេលវេលាដែលយើងត្រូវទៅវិញដែរហើយនឹងឡើងទៅទីក្រុងបន្ទាប់ទៀតដែរចឹងដោយសារហត់ពេកត្រូវការដើររកកន្លែងសម្រាប់នឹងញ៉ាំបន្តិចសិន
បន្ទាប់ពីញ៉ាំប្រភេទអាហាររបស់គេហើយអាហារដូចបបរអញ្ចឹងឥឡូវយើងនឹងទៅកន្លែងឡើងឡានទៅកូឡាឡាំពួរអញ្ចឹងយើងជួបគ្នាវីដេអូក្រោយទៀត